កម្មវិធី Cambodian Idol រដូវកាលទី2វគ្គសៀកធរំជុំទី2ជាបន្តបេក្ខនារីឈិនម៉ានិចនិងបេក្ខនារីខុនសុភាវនារីបានបញ្ចេញសមត្ថភាពរួចហើយកាលពីវគ្គមុនតែពេលនេះពួកគេកំពុងតែរងចាំការសម្រេចចិត្តរបស់គណៈកម្មការទាំង4រូបអ្នកដែលអាចបន្តទៅវគ្គក្រោយទៀតនោះគឺម៉ានិចនិងនារីអ្នកទាំងពីរអាចបន្តទៅវគ្គក្រោយទៀតបានសូមសរសើរឈិនម៉ានិចនិងខុនសុភាវនារីអាចបន្តទាំងពីរអ្នកតែម្ដងទៅវគ្គគ្រីម៉ានៅសប្តាហ៍ក្រោយជាបន្តទៀតបាទជម្រាបលាបងសប្បាយចិត្តអត់សប្បាយចិត្តបងអីមកយ៉ាងហើយកន្លែងហើយកន្លែងតែផ្លេចមែននឹងបតាអីប្រងសម្លេងណាឥឡូវនេះបានជាប់ហើយព្យាយាមបន្តទៀតណានារីដូចគ្នាណាបងណាអូខេឥឡូវអរគុណណាអញ្ជើញដល់សម្រាប់បានប៉ុណ្ណេះណាអូខេអរគុណបេក្ខជនជាច្រើនរូបបានបញ្ចេញសមត្ថភាពនិងបានដឹងលទ្ធផលរួចហើយរឿងនេះបានធ្វើឲ្យបេក្ខនារី2រូបហាក់ដូចជាច្របូកច្របល់ទាំងឌីវ៉ាណានិងខុនស្រយាគឺសុទ្ធតែមានភាពជឿជាក់ថាពួកគេអាចនឹងឆ្លងទៅវគ្គក្រោយជាបន្តទៀតចំពោះខ្ញុំការចាប់គូមួយគាត់គឺមានអារម្មណ៍ថាសប្បាយចិត្តដែលចាប់គូមួយគាត់ភាពជឿជាក់រឹតតែទាមទារឲ្យមានការហាត់សមឲ្យកាន់តែខ្លាំងបើទោះជាពួកគេមានពេលហាត់សមមិនច្រើនក៏ដោយចំពោះការហាត់សមបទចម្រៀងហ្នឹងគឺមានអារម្មណ៍ពិបាកដែរព្រោះអីបទនេះគឺបទដែលខ្ញុំមិនដែលធ្លាប់បានស្ដាប់ដែរប៉ុន្តែយើងព្យាយាមទិញប្រូឲ្យចាំពេលខ្លះមានខ្យល់មានភ្លៀងមានពពកផាត់មកធ្វើឲ្យអារម្មណ៍ពួកខ្ញុំគឺពេលខ្លះភ័យញ័រអីចឹងដល់ពេលឃើញទេសភាពទៅពេលខ្លះបើពួកខ្ញុំហាត់សមទៅក៏សប្បាយតាមខ្យល់ធាតុអាកាសផងដែរចាមានបទនឹងវាពួកខ្ញុំបានចែកប្រូគ្នានៅក្នុងអត្ថន័យបទចម្រៀងមួយនេះពេលដែលទៅសមជាមួយនឹងលោកគ្រូភ្លេងគឺវានៅមានឡាក់លោខ្លះព្រោះតែថាពួកខ្ញុំអត់ទាន់ចេះបទហ្នឹង100%ទេបទណាអើយបងនឹកអូនបាច់លិញបាច់វែងពេកយើងកាត់ខ្លះទៅមិញយើងស្ដាប់ទៅវាដែលព្រោះយើងបញ្ចេញអារ៉ូហ្វ្រាំងហ្នឹងយើងបានសម្ដែងមកបើឡើងម្នាក់ចង់3ដងហ្នឹងពួកខ្ញុំបានស្គាល់ចិត្តគ្នាឥឡូវពួកខ្ញុំទាំងពីរបានខំប្រឹងបានហើយជា 60% ឯងបងពេលអញ្ចឹងក៏មានអារម្មណ៍ថាងាយស្រួលនៃការយើងសមនឹងបទចម្រៀងមួយបទនេះចាបងពួកគេអាចឈ្នះបានល្អដែរឬយ៉ាងណាទោះបីជាលំបាកលំបិនយ៉ាងណាក៏នេះខ្ញុំទាំងពីរនាក់ក៏ខំប្រឹងឲ្យបានដល់ជោគជ័យពីឆ្កងពីវគ្គស៊ីតារាមធូននេះទៅដល់វគ្គបន្តទៀតផងដែរ Yes អូខេសូមជឿអត់ដល់ជម្រាបសួរបងទាំង4ចាសួរបងសួស្តីបងប្អូនទាំងពីរចាបងមិនហើយសុខភាពការហាត់រៀនចាចំពោះសុខភាពវាមានបញ្ហាខ្លះហើយចំពោះការវឹកហាត់បទចម្រៀងមួយនេះគឺនាងខ្ញុំទាំងពីរនាក់ខំប្រឹងអស់ពីសមត្ថភាពបានប្រហែលជា 70% ដែរចាអញ្ចឹងហ៎ចាបងអរគុណច្រើនអញ្ចឹងសង្ឃឹមថានឹងទទួលជោគជ័យយកទៅផ្ទះវិញចាបងអរគុណច្រើនអរគុណបងចាប់ផ្ដើមអូនប្រាប់អ្នកណាអារម្មណ៍អីកាពេលឃើញដួងខែបងមានដឹងទេបេងដងតែយំភាពអាយកាគួរឲ្យខ្លាចបនឡាចអារម្មណ៍ពីបាក់ទ្រាំព្រោះដួងចិត្តមិនប្របំភ្លេចវេលាថ្មនេះលឺចម្រៀងនេះសូមបងដឹងផងមាននោះនឹកបងទោះបីបងជាយាមផ្លេចមានរឿងជាច្រើនមិនចងចាំក៏ចាំជានិច្ចនៅតែរស់ក្នុងស្រមោអតីតទូដឹងការពិតមិនហាយបកក្រោយតើមានបទណាឲ្យបងនឹកអូនចម្រៀង
ដេញឡាយបាញ់ចំដោយទឹកនេត្រាតើគួរសំនៀងណាពីអារម្មណ៍ឯកាពេលរៀងរឿងកូនឡងបានត្រឹមចងក្រងជាចម្រៀងរួមបងចូលចិនស្ដាប់ចម្រៀងទើបអូនខំច្រៀងក្រែងបងបានលឺតែមានបទណាឲ្យបងនឹងអូនឲ្យបងស្រឡាញ់អូនលើកទីពីរគ្រប់ចម្រៀងនៅក្នុងលោកនេះតើមានបទណាឲ្យបងនឹងអូនមានចម្រៀងណាស្ដាំហើយនឹងអូនចម្រៀងដែលឲ្យកែប្រែចិត្តបងឬក៏មានតែបទចម្រៀងដែលប្រាប់ថាអូននឹកបងឬក៏មានតែបទចម្រៀងដែលប្រាប់ថាអូននឹកបងអរគុណច្រើនបងអរគុណបងទាំងពីរសញ្ញាបងហាប់ឲ្យដូចជាថ្នឹកនឹងបទចម្រៀងមួយនេះហើយដូចជាកាយវិការអីដូចជា rocks ដូចជាត្រូវនឹងបទចម្រៀងណាហើយសម្លេងបងលះល្អចាអរគុណច្រើនបងសម្រាប់នឹងវណ្ណាចាបងតាមពោចង្វាក់នឹងបងចូលរៀងជាតិចតែសម្លេងបងពេញចិត្តបងបាទស្ដាប់ទៅដូចក្អួនក្អៅដូចមានទឹកដមនៅក្នុងនឹងក៏ប៉ុន្តែរៀងជើងឈៀងទៅដូចជាផុតចុងបន្តិចណាដោយសារតែពេលខ្លះយើងជ្រៀងផងយើងរំពេញនឹងគិតប្រូលផងអីផងអរគុណបងទាំងពីរដែលបានសហការគ្នាឲ្យមកបទនេះដូចជាមើលទៅស្ដាប់ទៅសងតង់គ្នាច្រើនចាអរគុណបងអរគុណដល់បងទាំងពីរគឺថាចាបងឃើញថាធ្វើបានល្អក្នុងបទចម្រៀងមួយបទណាបងចង់និយាយពីយ៉ាពាក់ព័ន្ធនឹងកាលពីវគ្គចាច់ edition មកដល់វគ្គនេះគឺឃើញបងផ្លាស់ប្ដូរណាឃើញផ្លាស់ប្ដូរទាំង style នៃការច្រៀងទាំងសម្លេងរបស់យើងអញ្ចឹងអាចថាបើបងស្ដាប់ទៅឃើញការវិវត្តរបស់យើងវណ្ណាចាបងសម្លេងបងប្អូនក៏ល្អក្នុងការច្រៀងបទចម្រៀងបទហ្នឹងគ្រាន់តែថាពេលដែលយើងចាប់ផ្ដើមយើងនៅរៀងស្ទាក់ស្ទើរចំពោះខ្លួនឯងបន្តិចចាដូចថាយើងអត់ទាន់ធៀមខ្លួនអត់ធ្វើឲ្យបទចម្រៀងមួយបទហ្នឹងយើងស្និទ្ធស្នាលដូចដៃគូរបស់យើងអញ្ចឹងណាចាបងអរគុណច្រើនអូនចាអរគុណបងសម្រាប់បងគឺស្ងើចសរសើរចំពោះបងអូនទាំងពីរនៅក្នុងការរៀបចំខ្លួននិងការសហការគ្នានៅក្នុងបទចម្រៀងមួយបទនេះចាអរគុណច្រើនទោះបីជាមានពេលវេលាខ្លីក៏ប៉ុន្តែបងមើលទៅទាំងពីរអ្នកហាក់ដូចជាព្យាយាមខំប្រឹងណាក៏ប៉ុន្តែងាកមកទឹកដមសម្លេងវិញគឺយើងមួយបែបម្នាក់វណ្ណាបងអូនសលេងក្រោមរបស់បងអូនគឺបានល្អបងស្ដាប់ទៅគឺមូលជាពិសេសគឺបងអូនសលេងធំអញ្ចឹងច្រៀងទៅគឺកន្លែងខាងក្រោមស្ដាប់ទៅពីរោះស្ដាប់ទៅគឺមានទឹកដមល្អហើយសេយ៉ាក៏ដូចគ្នាប៉ុន្តែអ្នកទាំងពីរកន្លែងដែលណោតខាងលើសម្រាប់បងគឺបងអូនធ្វើអត់ទាន់បានល្អទេអរគុណអូនបាទអរគុណច្រើនបងអរគុណដល់បងទាំងពីរបាទអរគុណបងបណ្ណានិងសេយ៉ាណាបងជឿជាក់ថាពិតជាខំមែនទែនហើយដើម្បីឲ្យបានបទចម្រៀងមួយបទនេះបានទៅយ៉ាងរលូនល្អហើយទាំងអាកាសធាតុត្រជាក់ផងហើយរយៈពេលមានតែ24ម៉ោងទៀតតែបងធ្វើបានល្អទាំងពីរអ្នកទោះបីជានៅក្នុងនោះយើងមានភាពខ្វះខាតបន្តិចបន្តួចសម្រាប់អ្នកទាំងពីរក្នុងបទចម្រៀងមួយបទនេះឲ្យថារលូនល្អអត់ខ្ចោះហ្មងនៅឡើយទេសម្រាប់បងផ្ទាល់តែលទ្ធផលយ៉ាងណាយើងអត់ទាន់ច្បាស់ទេក្រោមការសម្រេចចិត្តពីពួកបងទាំង4នាក់នឹងផ្ដល់ដល់បងទាំងពីរនៅពេលបន្តិចទៀតនេះអរគុណអូនចាអរគុណបងអរគុណឥឡូវក៏ដល់ពេលមួយដែលពួកយើងត្រូវសម្រេចចិត្តឥឡូវនេះដល់ពេលពួកបងសម្រេចចិត្តហើយក៏បានទទួលលទ្ធផលហើយលទ្ធផលទាំងអស់នេះក៏កើតចេញពីមតិភាគច្រើនបាទអរគុណហើយឥឡូវនេះក៏ដល់ពេលវេលាមួយហើយដែលបងអូនចង់ដឹងហើយពួកបងក៏បានសម្រេចចិត្តដែរបងអូនដែលទទួលនៅឱកាសដ៏ល្អថ្ងៃនេះបន្តទៅវគ្គក្រោយទៀតគឺស្រីយ៉ាចាអរគុណបងដោយឡែកអូនវណ្ណាចាបងនៅក្នុងនោះបងអូនសាងកំហុសខ្លះដែលសម្រាប់ពួកបងមើលទៅថាដូចជានៅខ្វះខាតចាបង
ក៏ប៉ុន្តែពួកបងទទួលយកបងអូនបានចូលរួមបងប្អូនសាទរដល់អ្នកទាំងពីរ